សូមស្វាគមន៍មកកាន់ Channel ចំណូលនិទានពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមបានចាំងផ្លាតកាត់មេឃដំពោះធំក្នុងបរិវេណវិទ្យាល័យមួយក្នុងទីរួមខេត្តកំពង់ចាមសំឡេងកណ្ដឹងប្រកាសចូលរៀនបានបន្លឺឡើងយ៉ាងក្រលួយហាក់ប្រៀបបីដូចជាការដាស់តឿនសិស្សានុសិស្សឲ្យប្រញាប់ប្រញាល់ចូលកាន់ថ្នាក់រៀនរៀងខ្លួននៅក្នុងថ្នាក់រៀនបន្ទប់ 12A1 ដែលជាថ្នាក់រៀនសម្រាប់សិស្សពូកែបរិយាកាសហាក់មានសភាពតានតឹងខុសប្លែកពីសពរាល់ដងសិស្ស5នាក់ដែលជាមិត្តភ័ក្តិជិតស្និទ្ធនឹងគ្នាបំផុតរួមមានសិលារតនាស្រីនីសុខានិងម៉ាលីកំពុងអង្គុយជុំគ្នាដោយទឹកមុខស្រោពូនសិលាដែលជាប្រធានថ្នាក់និងជាសិស្សពូកែប្រចាំសាលាអង្គុយសម្លឹងមើលសិភៅរូបវិទ្យាដោយភ្នែករវើរវាយផ្ទុយពីសពរាល់ដងដែលគេតែងតែបញ្យល់មេរៀនដល់មិត្តភ័ក្តិថ្ងៃនេះគេបែរជាមានអារម្មណ៍ស្ងប់ស្ងាត់ខុសធម្មតាក្បែរនោះស្រីនេះកំពុងជូតទឹកភ្នែកតិចដៃកាន់កន្សែងជូតមុខដែលជប់ជាំទៅដោយទុកសោករតនាដែលជាមិត្តរួមទុករបស់សិលាបានដកដង្ហើមធំរួចក៏ងាកមកសួរទៅកាន់សិលាដោយសំឡេងខ្សាវសិលាតើឯងពិតជាសម្រេចចិត្តជប់រៀនមែនឬទេនឹងជិតដល់ថ្ងៃប្រឡងបាក់ដប់ទៅហើយចំណេះដឹងឯងក៏ខ្លាំងហេតុអ្វីក៏ឯងបោះបង់ពាក់កណ្ដាលទីបែបនេះសិលាមិនឆ្លើយភ្លាមនោះទេគេងើបមុខឡើងបន្តិចសម្លឹងមើលផ្ទៃមេឃតាមអង្គួរឈើចាស់នៃអគារដែលសាងសង់តាំងពីសម័យបុរាណគឺសម័យបារាំងគេពោលទាំងអ៊ូលដាំកឯងក៏ដឹងស្រាប់ហើយរតនាឪពុកយើងគាត់ធ្លាក់ខ្លួនឈឺធ្ងន់រីឯម្ដាយយើងម្នាក់ឯងមើលមិនឈ្នះទេហើយប្អូនយើងទាំងពីរនាក់ទៀតក៏ត្រូវចូលរៀនដែរបើទោះជាយើងចង់រៀនបន្តដល់កម្រិតណាក៏ដោយក៏កាតព្វកិច្ចក្នុងគ្រួសារមិនអនុញ្ញាតឲ្យយើងធ្វើតាមចិត្តបាននោះឡើយលើសម្ដីសាលាហើយសុខថាដែលអង្គុយទុកក្រោយក៏លូកមាត់ទាំងសោកស្ដាយពិតជាអយុត្តិធម៌ណាស់សម្រាប់ឯងសិលាយើងទាំងអស់គ្នាខំរៀនជាមួយគ្នាយប់ប្រលប់អត់ងងឹយដើម្បីក្តីសម័យចង់ទៅរៀននៅភ្នំពេញជាមួយគ្នាចុះបើគ្មានឯងតើពួកយើងរៀនកាន់មិនទៅម៉ាលីដែលអង្គុយក្បែរស្រីនីក៏បន្ថែមទាំងខ្សឹកខ្សួលត្រូវហើយសាលាឯងជាបង្គោលក្នុងក្រុមយើងបើឯងបាក់ទឹកចិត្តពួកយើងក៏មិនដឹងថាត្រូវតស៊ូដល់កម្រិតណាដែរបរិយាកាសក្នុងថ្នាក់កាន់តែស្ងាត់ជ្រងំស្របពេលដែលគ្រូបង្រៀនមិនទាន់មកដល់សំឡេងកង្ហាពីដានដែលវល់យឺតរុំជាមួយនឹងក្លិនក្រដាសសិភៅចាស់ហាក់កាន់តែធ្វើឲ្យអារម្មណ៍របស់ពួកគេម្នាក់ធ្លាក់ចុះយ៉ាងដុនដាបស្រីនេះដែលខំទប់អារម្មណ៍ជាយូរក៏ចាប់ដើមនិយាយរៀបរាប់អំពីស្ថានភាពគ្រួសាររបស់នាងដែរមិនមែនតែសាលាឯងម្នាក់ទេសូម្បីតែខ្ញុំក៏ម៉ែប្រាប់ថាឲ្យរៀនត្រឹមចប់បាក់ឌុបនឹងដែរគាត់គ្មានលទ្ធភាពគ្រប់គ្រងឲ្យខ្ញុំទៅរៀននៅមហាវិទ្យាល័យនាភ្នំពេញទេជីវិតកូនអ្នកខេត្តដូចជាពួកយើងហេតុអ្វីក៏លំបាកម្លេះសុបិនក៏ចង់ខ្លាយជាវិជ្ជបណ្ឌិតរបស់ខ្ញុំប្រហែលត្រូវរលាយត្រឹមវិទ្យាល័យនេះហើយមើលទៅពាក្យសម្ដីរបស់ស្រីនីហាក់ដូចជាកំពុងចាក់ដោតបេះដូងមិត្តភ័ក្តិដទៃទៀតសុខានិងរតនាសម្លឹងមើលមុខគ្នាដោយក្តីអាណិតទោះបីជាគ្រួសាររបស់ពួកគេមានជីវភាពបង្គោលជាងសិលាក្តីឬស្រីនីបន្តិចក្តីប៉ុន្តែពួកគេដឹងច្បាស់ថាក្
ក្តីស្រមៃរបស់ពួកគេគឺជាក្តីស្រមៃរួមនៅក្នុងសម័យក្រោយឆ្នាំ2000នេះការអប់រំចាប់ផ្ដើមមានតម្លៃខ្លាំងប៉ុន្តែឧបសគ្គសេដ្ឋកិច្ចគ្រួសារនៅតែជាជញ្ជាំងដ៏ខ្ពស់សម្រាប់ក្មេងៗនាតាមខេត្តសិលាងើបឈរយឺតគេដើរទៅចិត្តស្រីនេះរួចដាក់ដៃលើស្មាមិត្តភក្តិជាការលើកទឹកចិត្តនេះកុំយំអីទោះបីជាយើងមិនអាចរៀនបន្តក៏យើងមិនត្រូវបោះបង់ចោលការប្រឡងបាក់ឌុបខាងមុខនេះដែរនេះគឺជាសមរភូមិចុងក្រោយនៃជីវិតសិស្សវិទ្យាល័យរបស់ពួកយើងណាទោះជាយលទ្ធផលទោះជាយ៉ាងណាក៏ដោយក៏យើងត្រូវតែមានឈ្មោះថាជាអ្នកតស៊ូដែររតនាដែលស្ងប់ស្ងាត់មួយសន្ទុះក៏ងើបឈររួចបន្លឺឡើងខ្លាំងដើម្បីដាស់ស្មាត់ដីមិត្តភក្តិត្រូវហើយសាលានិយាយត្រូវពួកយើងទាំង5នាក់បានជួបការលំបាកមកជាមួយគ្នាជាច្រើនឆ្នាំមកហើយតាំងពីថ្នាក់ទី7រហូតដល់ថ្នាក់ទី12យើងធ្លាប់ចែកបាយគ្នាញ៉ាំធ្លាប់ជិះកង់កាត់ភ្លៀងមករៀនជាមួយគ្នាឥឡូវសល់តែ3ខែទៀតប៉ុណ្ណោះការប្រឡងមិនចូលមកដល់ទោះបីជាមានរឿងអ្វីកាត់ឡើងក៏យើងមិនត្រូវឲ្យពាក្យថាថ្នាក់12កំសត់នេះខ្លាចជាការបរាជ័យឡើយយើងត្រូវតែប្រែក្លាយវាឲ្យទៅជាជ័យជំនះសម្រាប់អនាគតរបស់ពួកយើងសុខានិងម៉ាលីក៏ញឹមតិចទាំងទឹកភ្នែកពួកគេចាប់ដៃគ្នាជាសញ្ញានៃការសន្យានៅខាងក្រៅបង្អួចពន្លឺព្រះអាទិត្យដែលធ្លាប់តែត្រពពកបាំងក៏ចាប់ដើមចាំងពន្លឺមកវិញយ៉ាងភ្លឺស្វាងហាក់ដូចជាកំពុងផ្ដល់សញ្ញានៃក្តីសង្ឃឹមសម្រាប់ពួកគេផងដែរទោះជាយ៉ាងណាក៏ដោយសំណួរសំខាន់នៅតែមានតើសិលាពិតជាអាចរកវិធីបន្តការសិក្សាបានដែរឬទេហើយតើមិត្តភក្តិឬក៏មិត្តភាពរបស់ពួកគេនឹងអាចទប់ទល់នឹងព្យុះជីវិតដែលកំពុងបក់បោកមកលើគ្រួសាររៀងខ្លួនបានដល់កម្រិតណាភាពស្ងប់ស្ងាត់នៅក្នុងថ្នាក់រៀនត្រូវបានកាត់ផ្តាច់ដោយវត្តមានរបស់លោកគ្រូប្រចាំថ្នាក់ដែលដើរចូលមកដល់ដោយទឹកមុខមឹងម៉ាត់ប៉ុន្តែបង្កប់ដោយក្តីមេត្តាបន្ទាប់ពីម៉ោងសិក្សាដ៏តានតឹងត្រូវបានបញ្ចប់មិត្តភក្តិទាំង5នាក់មិនបានត្រឡប់ទៅផ្ទះរៀងខ្លួនភ្លាមនោះទេពួកគេក៏បានណាត់គ្នាមកអង្គុយនៅក្រោមដើមពោធិ៍ធំក្បែរមាត់ទន្លេមេគង្គដែលជាកន្លែងសន្សំអនុស្សាវរីយ៍តាំងពីកុមារភាពខ្យល់ទន្លេបក់ត្រជាក់ស្រេបបោកប៉ះផ្ទៃទឹកបង្កើតជាសំឡេងរលកតិចផ្ទុយស្រឡះពីភាពអ៊ូអរនៃយានយន្តក្នុងទីរួមខេត្តពួកគេអង្គុយរីកប៉ាយលើបង់ថ្មចាស់ដោយមានសិភៅត្រៀមប្រឡងម្នាក់មួយក្បាលនៅក្នុងដៃផងដែរសិលាដែលធ្លាប់តែជាមនុស្សរឹងមាំបានដកដង្ហើមធំសម្លឹងមើលទៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយរួចនិយាយទៅកាន់មិត្តភក្តិថ្ងៃស្អែកយើងត្រូវចាប់ផ្ដើមធ្វើការនៅរោងម៉ាស៊ីនខ្ទឹមស្រូវពេលយប់ហើយដើម្បីយកលុយមកទិញថ្នាំឲ្យពុកនិងទុកឲ្យប្អូនរៀនយើងប្រហែលជាមិនអាចមកជួបជុំគ្នាធ្វើលំហាត់នៅពេលល្ងាចដូចមុនទៀតទេសម្ដីនេះធ្វើឲ្យគ្រប់គ្នាស្ងប់ស្ងាត់បាត់មាត់បាត់ខឆឹងម៉ាលីដែលជាអ្នកមានចិត្តទុនជាងគេបានលុកដៃទៅកាន់សាលារិចពលតែឧត្តមកសាលាឯងមិនត្រូវតស៊ូម្នាក់ឯងទេណាចាប់ពីថ្ងៃស្អែកទៅពួកយើងនឹងចម្លងមេរៀនដែលគ្រូដាក់ឲ្យហើយយកទៅដល់ផ្ទះឯងរៀងរាល់យប់ទៀតឯងធ្វើការដើម្បីគ្រួសារចំណែកពួកយើងនឹងជួយឯងផ្នែកចំណេះដឹងរតនាដែលជាអ្នករៀបចំផែនការក្នុងក្រុមក៏បានលើកឡើងនៅគំនិតមួយយើងមានគំនិតមួយដើម្បីឲ្យការរៀនរបស់យើងមិនមានភាពរអាក់រអួលយើងគួរតែបង្កើតក្រុមជួយសង្គ្រោះបាក់ឌុបយើងត្រូវបែងចែកមុខវិជ្ជាគ្នាសាលាបូកែរុក្ខវិទ្យានិងគណិតទោះបីជាឯងរវល់ធ្វើការតែពេលសម្រាប់ឯងអាចមើលលំហាត់ដែលយើងដាក់ស្រាយមិនចេញសេនីពូកែខាងអក្សរសាស្ត្រនាងអាចជួយសរសេរសំណេរគំរូទុកឲ្យពួកយើងចំណែកឯសុខានិងម៉ាលីជួយរំលឹកមេរៀនជីវវិទ្យានិងគីមីយើងមិនត្រូវទុកឲ្យម្នាក់ណាក្នុងចំណោមពួកយើងធ្លាក់នោះឡើយ
សុខាងមុខក្បាលយល់ស្របទាំងទឹកមុខមាំរហហើយទោះបីជាគ្រួសារយើងម្នាក់មានបញ្ហាផ្សេងគ្នាខ្លះខ្វះលុយខ្លះខ្វះពេលវេលាតែយើងមានចិត្តដូចគ្នាយើងនឹងក្លាយជាគ្រូផងនិងជាសិស្សផងសម្រាប់គ្នាទៅវិញទៅមកស្រីនេះដែលអង្គុយចិត្តនោះក៏ចាប់ផ្ដើមញញឹមចេញមកវិញនាងបានបាក់សិភៅកំណត់ហេតុរួចសរសេរពាក្យស្លោកមួយឃ្លាថាមិត្តភាពក្នុងគ្រាក្រគឺជាមិត្តភាពដែលរឹងមាំជាងដាច់ថែបយប់នោះភ្លៀងធ្លាក់ដើមធ្លាក់ចុកជាំមកលើទឹកដីខេត្តកំពង់ចាមនៅផ្ទះជួលតូចមួយដែលប្រក់ស័ង្កសីចាស់ស្លាកអង្គុយនៅក្រោមពន្លឺទៀនដ៏ស្រពេចស្រពិលបន្ទាប់ពីត្រឡប់មកធ្វើការងារធ្ងន់នៅរោងម៉ាស៊ីនដែលធ្លាប់តែកាន់បិចបាយជាមកពងបែកដោយសារការលើកបាវស្រូវប៉ុន្តែភ្នែករបស់គេនៅតែសម្លឹងមើលមេរៀនដែលរតនានិងសុខាបានយកមកចងជួនៅនឹងមាត់ទ្វារផ្ទះរបស់គេស្នាមញញឹមបន្តិចបន្តួចបានលេចឡើងផ្ទៃមុខដែលហត់នឿយរបស់គេនៅពេលគេឃើញចំណាំងតូចមួយដែលម៉ាលីសាសេថាកុំបោះបង់អីមិត្តសម្លាញ់ផ្លូវងឹតបំផុតគឺជាពេលដែលចិត្តភ្លឺហើយពេលវេលាបានកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែការកាត់ខំរបស់ពួកគេមិនមែនជាការងាយស្រួលនោះឡើយមានយប់ខ្លះស្រីនេះត្រូវលួចយកម្នាក់ឯងព្រមម្ដាយបង្ខំឲ្យជប់រៀនទៅធ្វើការនៅឯភ្នំពេញមានថ្ងៃខ្លះសុខាត្រូវរត់តាក់ស៊ីជួយឧបភ័ណ្ឌនឹងកាន់សិភៅទន្ទិញមេរៀនតាមខ្លួនផងប៉ុន្តែពេលដែលពួកគេជួបគ្នានៅសាលាពួកគេតែងតែផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកតាមរយៈការចែករំលែកនំចំណីបន្តិចបន្តួចឬការដោះស្រាយលំហាត់ពិបាករួមគ្នាបរិយាកាសទីក្រុងនេះគ្រានោះទោះបីជាមានបច្ចេកវិទ្យាទំនើបដូចបច្ចុប្បន្នក្តីតែមនោសញ្ចេតនារបស់សិស្សសាលាចំនួននោះពិតជាជ្រៅជ្រះខ្លាំងណាស់ពួកគេប្រើប្រាស់សម្បត្តិសរសេរលើក្រដាសសៀវភៅដើម្បីឆ្លើយឆ្លងមេរៀននិងលើកទឹកចិត្តគ្នារហូតដល់ថ្ងៃមួយមុនការប្រឡងបាក់ឌុបចូលមកដល់ត្រឹមតែមួយសប្តាហ៍គ្រោះថ្នាក់ដែលមិននឹកស្មានបានកាត់ឡើងចំពោះសាលាដែលធ្វើឲ្យមិត្តភក្តិទាំង4នាក់ទៀតស្លុតចិត្តជាខ្លាំងសាលាបានសន្លប់បាត់ស្មារតីនៅក្នុងរោងម៉ាស៊ីនកិនស្រូវដោយសារការហត់នឿយខ្លាំងពេកនិងការហូបចុកមិនគ្រប់គ្រាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនាស្រីនីសុខានិងម៉ាលីបានមកឈរជុំគ្នាជុំវិញក្រែអ្នកជំងឺលោកគ្រូប្រចាំថ្នាក់ក៏បានមកដល់ដែរគាត់បានដាក់ដៃលើក្បាលសាលារួចពោលទាំងក្តុកក្តួលកូនអើយកូនខំពេកហើយកូនត្រូវតែរឹងមាំឡើងដើម្បីអនាគតនិងដើម្បីមិត្តភក្តិដែលស្រឡាញ់កូនសាលាបាក់ភ្នែកឡើងតិចឃើញមិត្តភក្តិទាំង4នាក់យំសស្រិកសស្រាក់គេក៏សម្រេចចិត្តពលពាក្យមួយឃ្លាដែលធ្វើឲ្យគ្រប់គ្នាជប់យំហើយងាកមកតស៊ូជាថ្មីយើងមិនអីទេយើងត្រូវតែទៅប្រឡងយើងត្រូវតែជាប់ទាំងអស់គ្នាសម្ដីនេះប្រៀបបីដូចជាសញ្ញាបញ្ជាឲ្យសមរភូមិចុងក្រោយរបស់ពួកគេចាប់ផ្ដើមឡើងមេឃនេះព្រឹកថ្ងៃប្រឡងបាក់ឌុបហាក់មានភាពស្រឡះអខុសពីធម្មតានៅមុខមណ្ឌលប្រឡងវិទ្យាល័យព្រះសីហនុសិស្សនុសិស្សរាប់ពាន់នាក់ក្នុងឯកសណ្ឋានសិស្សសាលាពណ៌សខៀវកំពុងឈរត្រាត្រៀមខ្លួនដោយទឹកមុខភ័យផងអរផងសាលាដែលទើបតែចេញពីមន្ទីរពេទ្យបាន2ថ្ងៃមានសភាពស្លេកស្លាំងបន្តិចមែនប៉ុន្តែខ្សែភ្នែករបស់គេពោពេញដោយការតាំងចិត្តរតនាស្រីនីសុខានិងម៉ាលីឈោពាត់ជុំវិញសាលាហាក់ដូចជាកំពុងផ្ដល់ធម៌ពលឲ្យមិត្តភក្តិម្នាក់នេះចំណាគ្រប់គ្នាធ្វើឲ្យអស់ពីសមត្ថភាពទោះជាលទ្ធផលទោះជាយ៉ាងណាក៏ដោយ
យើងបានតស៊ូដល់ទីបំផុតហើយសាលានិយាយទាំងញញឹមដើម្បីផ្ដល់កម្លាំងចិត្តដល់អ្នកដទៃសម្លេងគឺដឹងបន្លឺឡើងជាលើកទី2បញ្ជាក់ថាដល់ពេលដែលពួកគេត្រូវបែកគ្នាទៅតាមបន្ទប់ប្រឡងរៀងខ្លួនការប្រឡងដែលអស់រយៈពេល2ថ្ងៃពេញបានប្រឡងផុតទៅដូចជាការរត់ប្រណាំងដ៏ហត់នឿយមុខវិជ្ជាគណិតវិទ្យានិងរូបវិទ្យាដែលធ្លាប់តែជាបន្ទុកធ្ងន់ត្រូវបានពួកគេដោះស្រាយដោយក្តីសង្ឃឹមព្រោះគ្រប់លំហាត់សុទ្ធតែជាអ្វីដែលពួកគេធ្លាប់ជួយបង្រៀនគ្នាជារៀងរាល់យប់មួយខែក្រោយមកថ្ងៃប្រកាសលទ្ធផលក៏បានឈានមកដល់បរិវេណសាលាដែលធ្លាប់តែស្ងប់ស្ងាត់ក្នុងពេលវិសមកាលបែរជាមានភាពអ៊ូអរសាជាថ្មីបេះដូងម្នាក់លោតញាប់ស្ទើរតែធ្លាចេញមកក្រៅខណៈពេលដែលលោកគ្រូប្រចាំថ្នាក់ដើរមកកាន់ក្តារព័ត៌មានរិចបិទបញ្ជីឈ្មោះអ្នកជាប់មនុស្សម្នីចំរំមើលខ្លះសាច់ហូរដល់ក្តីត្រេកអរចំណែកខ្លះទៀតយំសោកបោកខ្លួនព្រោះតែការបរាជ័យស្រីនីនិងម៉ាលីកាន់ដៃគ្នាញ័រទៅត្រើតដើរចូលទៅមើលបញ្ជីឈ្មោះមុនគេមួយសន្ទុះក្រោយមកពួកគេទាំងពីរនាក់បានរត់ចេញមកក្រៅវិញទាំងទឹកភ្នែកហូរជោគថ្ពាល់រិចស្ទុះទៅអបស្លារតនានិងសុខាយើងចប់ហើយទាំងអស់គ្នាហើយសាលាឯងចប់និទេសអេទៀតផងស្រីនេះស្រែកប្រាប់ទាំងអំណររកអ្វីព្រៀបមិនបានសាលាឈោថ្មឹងទឹកភ្នែកដែលគេខំទុកជាច្រើនខែក្នុងនាមជាកូនប្រុសនិងជាមិត្តដ៏រឹងមាំបានហូរស្រក់ចុះមកដោយមិនដឹងខ្លួនគេងើបមុខសម្លឹងមើលមេឃរួចកាត់ក្នុងចិត្តថាម៉ែពុកកូនធ្វើបានហើយទោះជាយ៉ាងណាក្តីសប្បាយរីករាយនេះក៏បានបង្កប់នូវភាពអាឡោះអាល័យផងដែរការចប់បាក់ដុំគឺជាការបញ្ចប់នៃជីវិតសិស្សវិទ្យាល័យនិងជាការចាប់ផ្ដើមនៃជីវិតថ្មីដែលត្រូវបែកផ្លូវគ្នារតនានិងសុខាត្រូវបន្តការសិក្សានៅភ្នំពេញដោយស្របតាមក្តីប្រាថ្នារបស់គេម៉ាលីទទួលបានអាហារូបករណ៍រៀនផ្នែកវិលានុបដ្ឋនិកាចំណែកស្រីនីនិងសាលាទោះបីជាមានលទ្ធផលល្អឥតខ្ចោះប៉ុន្តែបញ្ហាជីវភាពនៅតែជាឧបសគ្គដ៏ធំដដែលនៅល្ងាចថ្ងៃនោះក្រោមដំពោមាត់ទន្លេដដែលលោកគ្រូប្រចាំថ្នាក់បានតាមរកពួកគេឃើញលោកគ្រូបានហុចស្រោមសម្បត្តិពីឲ្យទៅសាលានិងស្រីនីរួចពលថានេះគឺជាអាហារូបករណ៍ដែលសាលាបានស្នើសុំឲ្យកូនទាំងពីរដោយសារតែការខិតខំនិងលទ្ធផលដ៏ល្អបំផុតកុំបោះបង់អីទៅរៀននៅភ្នំពេញជាមួយគ្នាទៅទីនោះមានកន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រគ្រូជឿថាថ្ងៃអនាគតកូននឹងក្លាយជាសសរទ្រូងដ៏រឹងមាំមិត្តភ័ក្តិទាំង5នាក់បានអបគ្នាជាចុងក្រោយពីទីរួមខេត្តដ៏ស្ងប់ស្ងាត់ពួកគេម្នាក់ត្រូវធ្វើដំណើរទៅរកសុបិនរៀងខ្លួនថ្នាក់ទី12កំសត់មិនមែនជាចំណងជើងនៃភាពបរាជ័យនោះទេប៉ុន្តែវាគឺជាសក្ខីភាពនៃការពុះពៀនិងមិត្តភាពដ៏បរិសុទ្ធដែលចាក់រើសយ៉ាងជ្រាលជ្រៅក្នុងបេះដូងរបស់យុវជនទាំង5នាក់នេះជារៀងរហូតកង់ចាស់ដែលធ្លាប់តែជិះដប់គ្នាទៅរៀនឥឡូវនេះត្រូវបានទុកដាក់នៅក្រោយផ្ទះប៉ុន្តែស្មារតីតស៊ូដែលពួកគេបានកសាងរួមគ្នានឹងនៅតែបន្តឆេះឈួលក្នុងដួងព្រលឹងរបស់ពួកគេទោះបីជានៅទីណាក៏ដោយ